អាញាធមមានកម្ពុជាអំពាវនាវឲ្យថៃបង្ហាញភស្តុតាងជាក់លាក់ជុំវិញករណីផ្ទុះមីននៅតាមព្រំដែនខ្មែរថៃអាញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីនបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃប្រហ័សទី26ខែកុម្ភៈឆ្នាំ2026កន្លងនេះទៅថាការរាយការណ៍ណាមួយពាក់ព័ន្ធនឹងការរកឃើញគ្រាប់មីនប្រឆាំងមនុស្សនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នច្បាស់លាស់ប្រកបដោយទំនួលខុសត្រូវនេះជាប្រតិកម្មរបស់អាញាធរមីនទៅនឹងការចុះផ្សាយរបស់កាសែតថៃដែលថាកងទ័ពជើងទឹកថៃបានរកឃើញគ្រាប់មីនប្រឆាំងមនុស្សថ្មីៗនេះបន្ថែមទៀតនៅតាមព្រំដែនអាញាធមមីនកម្ពុជាតាមរយៈសេចក្តីថ្លែងការណ៍កាលពីថ្ងៃប្រហ័សទី26ខែកុម្ភៈឆ្នាំ2026កន្លងទៅនេះបានបញ្ជាក់ថាកម្ពុជាមិនបានដាក់មីនថ្មីហើយជំហររបស់កម្ពុជាមិនមានការផ្លាស់ប្ដូរដែរពលគឺមានដំណាភាពនិងភាពច្បាស់លាស់តាមសេចក្តីថ្លែងការណ៍ដដាលតំបន់ព្រំដែនកម្ពុជានិងថៃជាទីតាំងមានការគំរាមកំហែងធ្ងន់ធ្ងរដោយសារមីនដែលបន្សល់ទុកចំនួនប្រដាប់អាវុធជាច្រើនទសវត្សរ៍កន្លងមកមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមត្រូវបានរកឃើញជារឿយៗទាំងភាគីថៃនិងកម្ពុជាដូច្នេះការរក្សាភស្តុតាងការស៊ើបអង្កេតការធ្វើសេចក្តីសន្និដ្ឋានជាឯកតោភាគីនិងការបង្ហាញសេចក្តីសន្និដ្ឋានជាសាធារណៈដោយអាជ្ញាធរថៃគឺជាសកម្មភាពឯកតោភាគីទាំងស្រុងនិងមិនត្រូវចាត់ទុកថាជាការស្វែងរកការពិតប្រកបដោយភាពស្មោះត្រង់នោះឡើយអាជ្ញាធរមីនក៏មិនភ្លេចលើកឡើងទៀតថាបញ្ហាមីនគឺជាបញ្ហារស័ព្ទនិងត្រូវឲ្យមានការផ្ទៀងផ្ទាត់បច្ចេកទេសរួមគ្នាប្រកបដោយតម្លាភាពវិជ្ជាជីវៈនិងកិច្ចសហប្រតិបត្តិការសូមបញ្ជាក់ថាសេចក្តីបំភ្លឺរបស់អាជ្ញាធរមីនកម្ពុជាខាងលើនេះធ្វើឡើងក្រោយមានការចុះផ្សាយរបស់កាសែតថៃថាគ្រាប់មីនប្រឆាំងមនុស្សជាច្រើនត្រូវបានគេរកឃើញបង្កប់ថ្មីៗនៅក្នុងទឹកដីខេត្តត្រាតរបស់ថៃដែលមានព្រំប្រទល់ជាប់ខេត្តមួយចំនួនរបស់កម្ពុជាដូចជាខេត្តពោធិ៍សាត់បាត់ដំបងនិងខេត្តកោះកុងនៅក្នុងឱកាសបង្ហាញសំណល់គ្រឿងផ្ទុះដល់ក្រុមសង្កេតការណ៍អាស៊ានកាលពីថ្ងៃពុធទី25ខែកុម្ភៈឆ្នាំ2026កន្លងទៅអ្នកនាំពាក្យរបស់កងទ័ពជើងទឹកថៃបានចោទប្រកាន់ថាការបង្កប់គ្រាប់មីនថ្មីៗនេះជាការបំពានលើអធិបតេយ្យភាពរបស់ថៃនេះបាទតាមសេចក្តីរាយការណ៍របស់កាសែតថៃដោយបន្ថែមទៀតថាគ្រាប់មីនទាំងនោះត្រូវបានគេសង្ស័យថាជាការបង្កប់ដោយកម្លាំងកម្ពុជាកងទ័ពជើងទឹកថៃក៏បានចោទប្រកាន់កងកម្លាំងកម្ពុជាថាបានរារាំងប្រតិបត្តិការបោះសម្អាតមីននៅតាមព្រំដែនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរហូតធ្វើឲ្យតំបន់នេះមិនមានសុវត្ថិភាពបញ្ហានេះនឹងទៅពន្យាដំណើរការបោះបង្គោលព្រំដែនទ្វេភាគីដែលកំពុងប្រឹងប្រែងធ្វើកន្លងមកគួរឲ្យដឹងថាការចុះផ្សាយរបស់កាសែតថៃអំពីការរកឃើញគ្រាប់មីនថ្មីៗប្រព័ន្ធផ្សព្វផ្សាយថៃផ្សេងទៀតបានរាយការណ៍ពីករណីផ្ទុះមីនជាថ្មីទៀតនៅព្រឹកថ្ងៃទី27ខែកុម្ភៈឆ្នាំ2026កន្លងទៅនេះបាទតាមសេចក្តីរាយការណ៍របស់កាសែតខៅសោតអ៊ីងគ្លីសទាហានថៃម្នាក់រងរបួសធ្ងន់ដោយការផ្ទុះមីនប្រឆាំងមនុស្សក្នុងមូលដ្ឋានប្រតិបត្តិការមួយរបស់កងវីរៈសេនាតូចថ្មើរជើងលេខ23ដែលចំណុះឲ្យកងវីរៈសេនាធំលេខ3នៃកងទ័ពជើងគោកថៃដែលស្ថិតនៅក្នុងខេត្តសុរិន្ទអាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេតករណីនេះសូមរំលឹកដែរថាភាគីថៃជារឿយៗបានយកបញ្ហាមីនប្រឆាំងមនុស្សនេះមកទម្លាក់កំហុសលើកម្ពុជាថាជាអ្នកដាក់មីនថ្មីៗតាមព្រំដែនថៃក៏បានយកករណីផ្ទុះមីនមកធ្វើជាដើមហេតុបង្កសង្គ្រាមតាមព្រំដែនជាមួយកម្ពុជាម្ដងហើយម្ដងទៀតកាលពីឆ្នាំ2025យ៉ាងណាក៏ដោយអាជ្ញាធរមីនកម្ពុជាតាមរយៈសេចក្តីថ្លែងការណ៍ចុះផ្សាយថ្ងៃទី26ខែកុម្ភៈឆ្នាំ2026បានលើកឡើងថាសកម្មភាពមីនមិនគួរត្រូវបានប្រើប្រាស់ដើម្បីបម្រើនយោបាយនោះឡើយព្រោះសកម្មភាពមីនគឺជាការជួយសង្គ្រោះជីវិតកាត់បន្ថយហានិភ័យមនុស្សធម៌ការលើកកម្ពស់សន្តិភាពនិងការជឿទុកចិត្តគ្នាទៅវិញទៅមកទន្ទឹមនេះនឹងតាមអាជ្ញាធរមីនកម្ពុជានៅតែបដិញ្ញាចិត្តក្នុងការសន្ទនាផ្ដល់កិច្ចសហប្រតិបត្តិការនិងបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅសម្រេចបានព្រំដែនដែលមានសុវត្ថិភាពស្ថិរភាពនិងមានការកំណត់ខណ្ឌសីមាច្បាស់លាស់